ថ្ងៃ15កើតខែកដឹកឆ្នាំចចត្វាស័កពុទ្ធសករាជ2470ព្រះច័ន្ទទេវបុត្រយាងឡើងគង់លើវិមានប្រាក់ជារាជរដ្ឋព្រះទីនាំងបរចេញមកពីទិសបូព៌ាឆ្លុះពន្លឺពណ៌ប្រាក់ទៅសពផែនពុទ្ធធាព្រះចន្ទ្រាហាក់ដូចជាងាកមើលមកយ៉ាងស្រស់ញញឹមឆ្ពោះចំពោះលើដំបូលគេអឋានមួយនៅខាងលិចផ្សារថ្វាយប៉ោដែលជាសាវលក្នុងទីរួមខេត្តបាត់ដំបងឯគេអឋាននោះជាផ្ទះចាស់ប្រក់ក្បឿងដំបូល2ជាន់ចិញ្ចាំងក្តារក្រាលក្តារសសរមូលនៅហើយជាងមានរូបចម្លាក់ឈើមួយជារូបរាហូលេបខែនៅខាងក្រោមរូបនេះគេធ្លាក់ជាអក្សរមូលធំថាសិរីពងជាផ្ទះខ្មែរបែបបុរាណដែលនៅសេសសល់មកសម័យឥឡូវនេះក្នុងវេលារាត្រីនោះពន្លឺរថ្មីនៃដួងចន្ទ្រាកំពុងចាំងឆ្លុះចូលមកតាមចន្លោះបង្អួចហើយមានខ្យល់ត្រជាក់បក់ផាត់ផាយចូលមកយ៉ាងរំភើយលហើយត្រសៀកល្មមត្រជាក់ស្រួលនៅខាងក្នុងគេហដ្ឋាននោះមានកូនចង្គៀងប្រេងកាតចងព្យួរនិងចិញ្ចាងក្តារល្មមតែឆ្លោះពន្លឺឲ្យមើលមកឃើញបុរសចរិយាម្នាក់មានរាងកាយស្កាំងស្គមឥតសាច់ឈាមមានស្បែកដណ្ដប់ឆ្អឹងដេកស្ដោកស្ដឹងនាកណ្ដាលល្វែងបន្ទប់នៅក្បែរខាងមុខជាបុរសចរិយាមានក្មេងប្រុសកំឡោះម្នាក់មុខមាត់ស្រស់បោះអង្គុយចាំបម្រើថែរក្សាជំងឺរបស់បុរសចរិយាដោយកិរិយារឹកពីស្រពនស្រពបស្រងត់ស្រងាត់ឥតមានរីករាយបន្តិចសោះដោយអ្នកខំអត់ងងុយទ្រាំជំងឺរបស់បុរសចរិយាដែលត្រូវជាឪពុកបង្កើតរបស់ខ្លួនអស់វេលា3រាត្រីមកហើយឯបុរសដែលមានជំងឺជាទម្ងន់កំពុងដេកស្ដុកស្ដឹងនៅលើដំណេកនេះឈ្មោះថាតាជើមកំពុងតែធ្លាក់ខ្លួនទៅជាចំណីអាហារនៃរោគចរិយាយូគាត់ដកដង្ហើមធំវែងហើយគាត់ខំបើកភ្នែកក្រឡេកមើលទៅពះពេញទាំងល្វែងបន្ទប់ដេករួចភ្នែកទាំងគូរបស់គាត់សម្លឹងទៅចំមុខក្មេងកំឡោះម្នាក់ដែលអង្គុយនៅក្បែរខាងខ្លួនគាត់ឯកំឡោះនេះឈ្មោះថាចៅចិត្តជាកូនបណ្ដូលចិត្តរបស់គាត់ហើយជាអ្នកទទួលបន្តវងត្រកូលរបស់គាត់តទៅអនាគតផងទើបគាត់ខំញញឹមទាំងក្រៀមក្រំនឹងប្រឹងនិយាយដោយសូរសំឡេងញ័រថាចិត្តកូនមាសថ្លៃឪពុកយប់យន់ណាស់ហើយមិនទាន់ទៅដេកទេឬទៅកូនទៅដេកទៅកូនតែជើមទឿនបង្ខំឲ្យកូនទៅដេកក្រែងអត់ងងុយទៅជាឈឺចាប់ចៅចិត្តក្រវីក្បាលដោយអាការបដិសេធព្រមទាំងមានទឹកមុខប្រកបដោយចិត្តអាណិតអាសូរបៃតាទើបនិយាយជំរាបទៅវិញថាខ្ញុំបានមិនតាន់ងងុយទេលោកឪពុកប្រហែលជាលោកឪពុកមិនតាន់ពិសាថ្នាំយោងកម្លាំងទេដឹងលោកគ្រូពេទ្យបានផ្ដាំខ្ញុំបាទថាសូមឲ្យលោកឪពុកពិសាកុំខានថ្នាំឬកូនតែជើមនិយាយឮតែក្នុងបំពង់កទំនងចំអកឲ្យថ្នាំនោះព្រោះជាថ្នាំគាត់ដឹងថាឥតមានគុណវិសេសអ្វីបន្តិចឡើយហើយគាត់និយាយថាអោកូនអើយថ្នាំនេះឪពុកបានផឹកច្រើនលើកមកហើយមិនឃើញមានគុណវិសេសអ្វីដែលអាចជួយបន្ធូរបន្ថយជំងឺឲ្យស្រាកស្រានសោះឡើយរោគចម្ពុកនេះឪពុកស្គាល់ច្បាស់ថាជារោគប្រចាំកាយរក្សាក៏ស្លាប់មិនរក្សាក៏ស្លាប់ឫទ្ធិអំណាចរបស់ថ្នាំក្នុងខណៈនេះមិនវិសេសជាងទឹកទន្លេទេកូនចៅចិត្តមិនទាន់បានតបទៅឪពុកវិញស្រាប់តែលេចបរោះកណ្ដាលអាយុម្នាក់ដើរចូលមកក្នុងបន្ទប់ហើយដាក់គូតអង្គុយក្បែរខាងអ្នកជំងឺហើយសួរថាមិនទៅតាថ្ងៃនេះអាការៈរោគបានធូរស្បើយខ្លះទេអោពុទ្ធោតែជើមលន់មាត់ឡើងកាលបានឮលោកគ្រូពេទ្យសួរខ្លួនដូច្នោះហើយគាត់និយាយទៅទៀតថាអោលោកគ្រូអើយវេលានេះភ្នែកខ្ញុំបាទស្លេះស្រវាំងងងឹតអស់ហើយសូមអត់ទោសចោះខ្ញុំបាទមិនដឹងថាជាលោកគ្រូអង្គុយនៅត្រង់ណាទេឯចៅចិត្តកាលបើបានឮសម្ដីឪពុកនិយាយត្អូញត្អែដូច្នោះទឹកភ្នែកក៏ហៀហូរសស្រាក់ដោយចិត្តអាណិតឪពុកពេកហើយក៏សម្លឹងមើលគ្រូពេទ្យនិយាយអង្វរក
សូមឲ្យជួយស្រោចស្រង់សង្គ្រោះបិតាឲ្យមានជីវិតតែគ្រូពេទ្យដែលស្ទាត់ជំនាញក្នុងការវិធីសាស្ត្រមើលជំងឺក៏ក្រវីក្បាលដោយអស់សង្ឃឹមខ្សឹបប្រាប់ចិត្តត្រជាចៅចិត្តថាឆ្លងមិនផុតយប់នេះទេតែជើមនិយាយមួយទាំងដង្ហក់ដង្ហើមបបោមាត់ស្លេកញ័រចំច្របល់ខំនិយាយទៀតថាខ្ញុំបាទកងមិនមានជីវិតរស់នៅតតែបានឃើញពន្លឺព្រះអាទិត្យក្នុងព្រឹកស្អែកនេះទៀតទេខ្ញុំបាទយល់ថាមិនមែនជាការចម្លែកខុសធម្មតាទេព្រោះមរណៈធម៌ជាសភាវៈទាំងទាត់ដែលមនុស្សសត្វទូទៅត្រូវទទួលយកនិងជៀសវាងឲ្យផុតពុំបានឡើយឯវិញ្ញាណនិងរាងកាយរបស់ខ្ញុំបាទឥតមានស្រណោះអាឡោះអាល័យប៉ុន្មានទេស្លាប់ហើយត្រូវកើតជាអ្វីក៏តាមយថាកម្មចោះហើយបែរជាទៅនិយាយផ្ដែផ្ដាំកូនថាកូនសម្លាញ់មាសឪពុកកាលបើឪពុកអស់អាយុទៅហើយជីវិតកូនមកជារសាត់អណ្ដែតឥតបង្គោលជាបងឯកដូចជាសំណាត់ដែលអណ្ដែតក្នុងទន្លេដូច្នោះឯចៅចិត្តអួលដាំកនិយាយអ្វីមិនរួចសោះមានតែទឹកភ្នែកហូរស្រស់ស្រាក់អោនមុខក្រាបចុះចិត្តជើងឪពុកចំណែកខាងគ្រូពេទ្យក៏ងាកមុខបែរទៅបង្អួចស្ទើរតែទ្រាំទឹកភ្នែកពុំបានតែជើមនិយាយទាំងហត់ណែចិត្តកូនសម្លាញ់ឪពុកកាលបើឪពុកស្លាប់ទៅហើយចូលចាំបណ្ដាំឪពុកទុកថាធម្មជាតិគ្រប់យ៉ាងក្នុងលោកនេះដែលមនុស្សលោកសម្គាល់ថាជាការរករឿងថ្លៃថ្លានោះគឺជាការតាំងខ្លួនប្រាណឲ្យបានថ្លៃថ្នូរស្ដុកស្ដំឯការដែលរស់នៅតោកយ៉ាក់នោះអ្នកផ្សេងទាំងពួងគេមិនយកភ្នែកមើលទេការរស់នៅបែបនេះមិនមែននាំឲ្យបានសុខសប្បាយទេប៉ុន្តែពេលនេះកូនអើយឪពុកនឹងប្រាប់អ្នកឲ្យធ្វើដោយម្ដេចទៅបានសេចក្តីចម្រើននោះពុំបានទេសូមឲ្យគ្រាន់តែរំលឹកដល់ពុទ្ធសុភាសិតមួយបទថាអត្ថាហិអត្តណោនាថោខ្លួនទីពឹងតែខ្លួនតែប៉ុណ្ណោះឲ្យរឿយចុះកូនអើយពាក្យនេះមានន័យថាលោកនេះមិនមែនទូមានយើងឲ្យគិតតែប្រយោជន៍ផ្ទាល់ខ្លួនឲ្យទៅជាមនុស្សអត្តភាពនោះទេឬលែងឲ្យពឹងអ្នកដតីទេឬលែងឲ្យអ្នកដតីពឹងពាក់លើខ្លួនវិញក៏ទេពុទ្ធភាសិតនេះទូមានឲ្យយើងចេះខំប្រឹងប្រែងកសាងជីវភាពខ្លួនឲ្យបានចម្រើនឲ្យមានចំហរឹងពឹងដោយវិជ្ជាសម្បត្តិគុណសម្បត្តិសមត្ថភាពទ្រព្យសម្បត្តិនិងសុខភាពទើបយើងអាចរស់នៅក្នុងសង្គមមនុស្សបានថ្លៃថ្នូរហើយយើងអាចផ្ដល់បាននូវអត្ថប្រយោជន៍ឬគុណប្រយោជន៍ដល់សង្គមឲ្យបានចម្រើនឡើងទៀតផងកូនដឹងស្រាប់ហើយថាមនុស្សកើតមកក្នុងโลกនេះមិនមានអ្នកណាមួយអាចរស់នៅតែម្នាក់ឯងបានទេគឺត្រូវមានការពឹងពាក់ទំនាក់ទំនងគ្នាទៅវិញទៅមកជានិច្ចកូនត្រូវស្គាល់ហើយត្រូវខំបំពេញករណីយកិច្ចរបស់ខ្លួនចំពោះខ្លួនឯងចំពោះសង្គមជាតិសាសនាព្រះមហាក្សត្រដែលជាឧត្តមគតិរបស់ពលរដ្ឋជាតិយើងហើយចំពោះមនុស្សជាតិទូទៅដែលជាឧត្តមគតិនៃព្រះពុទ្ធសាសនាឯគ្រូពេទ្យនិយាយជ្រែកក្នុងគណៈនោះថាតាកុំអាលអស់សង្ឃឹមរហ័សពេករោគរបស់តាដែលធ្ងន់ធ្ងរដូច្នោះក៏មិនទាន់ទៅជាអ្វីទេនៅមានសង្ឃឹមនឹងជាសះស្បើយឡើងវិញបានតែជើមនិយាយផ្កើនឲ្យគ្រូពេទ្យសិស្សជាឬលោកគ្រូគ្មានផ្លូវសិស្សជាឡើងវិញជាប្រកបមានតែផ្លូវស្លាប់មកក្នុងព្រឹកស្អែកឬយប់នេះឬឥឡូវនេះក្នុងពេលណាមួយជាមិនខានតែជើមឈប់អង្គមួយស្របក់ហើយចាប់និយាយតទៅទៀតថាណែចិត្តកូនសម្លាញ់ឪពុកទីតលក្រណាស់គ្មានគេមរតកបន្តិចបន្តួចបំរុងទុកឲ្យកូនឡើយដល់ឪពុកស្លាប់ទៅហើយមានតែសពនិងពាក្យបណ្ណាំទុកឲ្យកូនរីឯវិញ្ញាណក្ខន្ធរបស់ឪពុកដែលនឹងបានទទួលសេចក្តីសុខផ្សេងផ្សានក្នុងលោកខាងមុខនោះលុះតែកូនប្រតិបត្តិតាមបណ្ណាំឪពុកតាំងប៉ុន្មានម៉ាត់នេះដែលជាបណ្ណាំចុងក្រោយបំផុតរបស់បិតាមួយទៀតវិជាដែលឪពុកទុកដាក់ឲ្យកូនរៀនសូត្រដរាបតលតែប្រឡងជួបប្រកាសនីយបត្រនោះទុកជាមរតកដ៏មានតម្លៃមួយអោតាំងពីថ្ងៃនេះទៅឪពុកអស់បានជួយទំនុកបំរុងកូនតទៅទៀតហើយ
ចៅចិត្តកាលបើស្ដាប់ពាក្យបណ្ដាំរបស់ឪពុកចប់សពគ្រប់ហើយក៏ស្រក់ទឹកភ្នែកស្រោកដោយមានចិត្តអាល័យនិងអាណិតឪពុកជាទីបំផុតហើយខំនិយាយទាំងខ្សឹបខ្សួលជម្រាបឪពុកថាលោកឪពុកបណ្ដាំគ្រប់ម៉ាត់ខ្ញុំបាទនឹងកត់ត្រាចាំទុកក្នុងចិត្តខិតខំប្រតិបត្តិតាមបណ្ដាំគ្រប់ប្រការសូមលោកឪពុកកុំបីព្រួយបារម្ភឡើយខ្ញុំបាទមានជីវិតរស់នៅដរាបណានឹងខំតាំងខ្លួនប្រានដំកល់ដំកើនវងត្រកូលឲ្យបានចម្រើនដរាបនោះតអំពីពេលនោះមកតាជើមមានអាការៈដង្ហក់កាន់តែញឹកញាប់ខ្លាំងឡើងមានអាការៈក្រវល់ក្រវាយទំនងស្លឈាមហើយទំពាំទៅរាល់គ្រាមរណៈសង្គ្រាមកំពុងទន្ទ្រានចូលមកចិត្តអ្នកជំងឺគ្រប់ដង្ហើមទើបគាត់ខំប្រឹងនិយាយទៅរកគ្រូពេទ្យដែលមានចិត្តមេត្តាចិត្តចំពោះខ្លួនដោយសូរសំឡេងខ្សៅជាទំនងសេចក្តីថាទៀនប្រុសលោកគ្រូខ្ញុំបាទនឹងដេកខ្យល់ស្លាប់ក្នុង 2-3 នាទីនេះហើយសូមអរព្រះគុណនិងសូមជូនបុណ្យលោកគ្រូដែលមានគុណលើខ្ញុំបាទជាអនេកដោយបានខំថែរក្សាទាំងបងខាតថ្លៃថ្នាំជាច្រើនផងហើយមិនមានគិតថ្លៃរក្សានិងថ្លៃថ្នាំបន្តិចឡើយខ្ញុំបាទឥតមានអ្វីតបស្នងសងគុណលោកគ្រូទេអោព្រះគុណអើយត្រជាខ្ញុំបាទលែងលឺហើយអោចិត្តកូនពុទ្ធោអរហង្គចៅចិត្តអោបឪពុកជួបហាក់ដូចជាមិនព្រមឲ្យវិញ្ញាណរបស់តាជើមរត់ចេញពីរាងកាយទៅបានតែបើទុកជាចៅចិត្តខំប្រឹងទប់យ៉ាងណាក៏គង់តែមិនសម្រេចដោយបំណងព្រោះចិត្តចរិយាជាធិមរណៈកើតចាស់ឈឺស្លាប់ជាមរតករបស់សត្វលោកឥតមានសត្វណាមួយកិច្ចវេះជៀសវាងឲ្យបានរួចផុតបានឡើយអំបាលដោយយ៉ាងព្រះអរហង្គពុទ្ធោមិនក៏គង់តែព្រះអង្គចូលបរិនិព្វានមិនខាននៅទីបំផុតនេះតែជើមក៏ធ្លាក់ខ្លួនទៅជាចំណីអាហារនៃមច្ចុរាយគឺដាច់ខ្យល់ផុតដង្ហើមក្នុងដៃរបស់ចៅចិត្តជាកូនតែជើមក៏ទទួលមរណភាពក្នុងខណៈដែលដួងច័ន្ទអង្កត់បាត់ពន្លឺរស្មីព្រមជាមួយក្នុងគ្រានោះឯងកាលបានចាត់ចែងធ្វើបុណ្យបូជាសពរួចស្រេចហើយទើបចៅចិត្តដឹងខ្លួនច្បាស់លាស់ថាអោខ្លួនអញអើយកណ្ដៃកណ្ដោញខ្លោចផ្សាតែម្នាក់ឯងហើយបើងាករេទៅពឹងបងប្អូនញាតិសាច់សាលោហិតចិត្តខាងណាក៏គ្មានណាហើយចុះត្រូវតែតស៊ូនឹងសេចក្តីទុក្ខលំបាកគ្រប់យ៉ាងចុះធ្វើម្ដេចកើតមកជាប្រុសកំព្រាម្ដាយឪពុកសំដូចជាប្រសាសន៍លោកឪពុកបានផ្ដាំទុកថាចិត្តកូនកាលបើអស់បុណ្យពីឪពុកហើយជីវិតរបស់អ្នកដូចសំណាត់ឈើដែលអណ្ដែតក្នុងកណ្ដាលទន្លេដូច្នោះចៅចិត្តក៏គិតឃើញថាពិភពលោកទាំងមូលនោះទូលំទូលាយស្រួលសប្បាយមែនសម្រាប់អ្នកដតីតែបែរទៅជាទីតូចចង្អៀតលំបាកពន់ពេកចំពោះខ្លួនដែលកំព្រាឪពុកម្ដាយនិងបងប្អូនញាតិសាច់សាលោហិតនឹងងាកមុខទៅជ្រកកោននិងពឹងពាក់អ្នកឯណាក៏គេឥតត្រូវការសោះព្រោះមនុស្សទីតលក្រលំបាកដូចនេះគេមិនត្រូវការសេពគប់រាប់អានរាប់រកទេហើយទុកជាសុំការគេធ្វើក៏ឥតមាននរណាជួយសង្គ្រោះរកការងារឲ្យធ្វើបានឡើយអោខ្លួនអញអើយកើតមកក្នុងโลกនេះលំបាកអ្វីក៏លំបាកប្លែកជាងគេម្លេះតែថាកើតមកជាអង្គបរោះហើយមិនត្រូវខ្លាចសេចក្តីទុកព្រួយលំបាកទេតោងតែតស៊ូនឹងសេចក្តីទុកព្រួយលំបាកអស់នេះឲ្យឃើញសខ្មៅទៅចោះចៅចិត្តកំពុងឈួរចិញ្ចឹងរំពឹងគិតរកការងារធ្វើតែម្នាក់ឯងយ៉ាងស្ងាត់នៅចំហៀងខាងមុខផ្ទះក៏ងើបទៅមើលលើឃើញព្រះច័ន្ទអណ្ដែតត្រសែតនៅកណ្ដាលពពកបញ្ចាំងពន្លឺឆ្លុះផ្សព្វទីបរិវេណមានខ្យល់ត្រជាក់បក់ផាត់មកយ៉ាងត្រជាក់ឮសូរសំឡេងព្រះសង្ឃសូត្រធម៌នៅឯវត្តយ៉ាងច្បាស់លាស់អណ្ដែតលឿនលោបមកតាមបណ្ដោយខ្យល់លុះចៅចិត្តបានឮសូរស័ព្ទព្រះសង្ឃសូត្រធម៌នោះក៏ជាហេតុនាំផ្ដួចឲ្យនឹករលឹកដល់ឪពុកដែលទៅនឹងទទួលអនិច្ចកម្មទៅថ្មីមិនដឹងបាននឹងងាករេបែរមុខទៅពឹងអ្នកឯណាហើយក៏បែរមុខទៅមើលទៅក្នុងបន្ទប់ឃើញមាន
ចង្គៀងភ្លឺផ្លុងផ្លុងនៅទីនោះហើយដែលជាទីឪពុកធ្លាប់មូថ្នាំថ្លឹកសង្កែពិសាចនិចតែឥឡូវនេះមានតែចៅចិត្តម្នាក់ឯងចៅចិត្តអាណិតខ្លួនណាស់ទឹកនេត្រាក៏ហូរចេញស្រស់ស្រាក់ដោយឥតដឹងខ្លួនខណៈនោះចៅចិត្តក្រឡេកមើលទៅខាងមុខស្រាប់តែឃើញមនុស្សម្នាក់ស្លៀកពាក់សដើរចូលមកទើបចៅចិត្តក្រោកឡើងស្រែកសួរថានរណាណោះគ្នាឯងទេចៅចិត្តឬអីហ្នឹងបុរសនោះសួរមកវិញចៅចិត្តនឹកស្មានប្រហែលជាគ្រូពេទ្យទើបស្រែកអញ្ជើញថាសូមអញ្ជើញលោកគ្រូពេទ្យក៏ឈានជើងឡើងជណ្ដើរទៅលើផ្ទះហើយដាក់គូតអង្គុយលើកៅអីតាមសេចក្តីអញ្ជើញរបស់ម្ចាស់ផ្ទះសុខសប្បាយជាទេឬចៅចិត្តគ្រូពេទ្យសួរដោយមេត្រីចិត្តចៅចិត្តតបថាទានប្រុសចំណែកខាងរាងកាយសុខសប្បាយទេប៉ុន្តែចំណែកចិត្តរងកម្មជាទីបំផុតឥតសប្បាយមួយពេលឡើយតាំងអំពីលោកឪពុកអនិច្ចកម្មទៅវិញ្ញាណរបស់ខ្ញុំបាទនេះហាក់ដូចជាងងឹតឈឹងពុំដឹងអ្វីសោះឡើយគ្រូពេទ្យងក់ក្បាលទំនងជឿតាមសម្ដីចៅចិត្តទើបសួរថែមទៀតថាចុះសពថ្ងៃនេះបានធ្វើការនៅកន្លែងណាឬនៅឡើយទេចៅចិត្តនិយាយតបដោយក្រៀមក្រំសោះក៏ក្រោះថាទានប្រុសនៅទីនេះខ្ញុំបាទរកការងារធ្វើមិនទាន់បានទេការងារគ្រប់ផ្នែកហាក់ដូចជាខ្ពស់ជាងចំណេះរបស់ខ្ញុំបាទដែលបានខិតខំរៀនសូត្រដូចជាច្រើនណាស់ហាក់ដូចជាគ្រាន់តែប្រើការបានត្រឹមតែមើលសម្បត្តិស្នាមបន្តិចបន្តួចមើលឈ្មោះហាងរៀនផ្សេងនិងមើលប្រូក្រាមតាមរោងកុនល្ខោនប៉ុណ្ណោះគ្រូពេទ្យនិយាយដោយសេចក្តីអាណិតយ៉ាងស្មោះត្រង់ថាខ្ញុំក៏នឹកអាសូរអ្នកជាច្រើនណាស់ដែរចិត្តហើយនិយាយទូមានថាខ្លួនអ្នកជាកូនប្រុសត្រូវតទល់នឹងវិស័យលោកីទៅមុខទៀតច្រើនណាស់បងអង្គឲ្យខ្ញុំគិតពី3នាទីមើលក្រែងខ្ញុំគិតរកឧបាយជួយសង្គ្រោះខ្លួនអ្នកឯងបានខ្លះចៅចិត្តនៅតែស្ងៀមគ្រូពេទ្យចិញ្ចឹងគិតមួយស្របក់ក៏ញញឹមលន់មាត់ចេញសម្ដីថានឹកឃើញហើយខ្ញុំមានឪពុកមាម្នាក់ជាអ្នកមានចិត្តសប្បុរសមានទ្រព្យសម្បត្តិស្ដុកស្ដំគ្រាន់មើលទៅបើលោកជួយធុរៈមុខជាអ្នកឯងបានការធ្វើមិនខានតែតោះនឿយហត់បន្តិចមុនដំបងចៅចិត្តញញឹមញញែមហើយជម្រាបទៅលោកគ្រូពេទ្យថាខ្ញុំបាទទទួលអត់ធន់សេចក្តីលំបាកគ្រប់យ៉ាងទាំងអស់សូមឲ្យតែមានការងារធ្វើនឹងគេចុះគ្រប់គ្រាន់នឹងបានចិញ្ចឹមជីវិតកុំឲ្យមានពាក្យគេដេះដៀលប៉ុណ្ណោះទោះជាជីកដីលើកសាយរែកពុនយ៉ាងណាក៏ដោយក៏ខ្ញុំបានស្ម័គ្រចិត្តធ្វើទាំងអស់គ្រូពេទ្យមានទឹកមុខរីករាយដោយសេចក្តីពេញចិត្តហើយថាខ្ញុំគិតជានិច្ចថាអ្នកឯងជាកូនប្រុសអាចទទួលធ្វើការគ្រប់ចម្ពោះបានគំនិតអ្នកឯងគួរឲ្យសរសើរណាស់ប៉ុន្តែចៅចិត្តការងារដែលអ្នកឯងត្រូវធ្វើនោះមិនមែននៅក្នុងទីនេះទេគឺនៅឯស្រុកប៉បៃលិនឯណោះប៉បៃលិនឬទៀនប្រុសចៅចិត្តឆ្លើយជួនពាក្យបាត់ទឹកមុខញញឹមរីករាយមួយរំពេចហើយនិយាយត្អូញត្អែថាទៀនប្រុសគេថាស្រុកនោះចាញ់ណាស់មានតែពួកភូមាកូឡាទៅទ្រាំទៅរកស៊ីក្នុងទីនោះបានខ្ញុំបាទនឹងក្រែងតែទ្រាំត្រនឹងអាកាសធាតុទឹកដីនៅទីនោះមិនបានទេដឹងគ្រូពេទ្យទូមានថាអ្នកឯងនិយាយដូច្នេះក៏ត្រូវដែរប៉ុន្តែអ្នកដែលទៅហើយគឺចាញ់នៅទីនោះច្រើនធ្វេសប្រហែសមិនចេះរក្សាខ្លួនឲ្យផុតពីជំងឺគ្រុនចាញ់លុះចំណែកអ្នកឯងក៏បានរៀនសូត្រចេះក្បួនអនាម័យខ្លះក៏ល្មមនឹងការពារខ្លួនបានមួយវិញទៀតជំងឺគ្រុនចាញ់នេះមិនចំពោះតែចិត្តយើងទេទោះជាចិត្តណាក៏ដោយឲ្យតែខ្វះវិធានការពាររោគក្បួនអនាម័យហើយមុខជាឈឺចាប់ដូចគ្នាទាំងអស់គ្រូពេទ្យនិយាយទូមានចៅចិត្តឲ្យមានមនសិការក្លាហានឡើងហើយពោលតទៅទៀតថាឯឪពុកមាខ្ញុំនោះពីដើមបានធ្វើមន្ត្រីមួយហៅតាមបណ្ដាស័ក្តិថាហ្វូងរតនសម្បត្តិវេលានេះអាយុលោក50ឆ្នាំប្លាយហើយលោកមានអធ្យាស្រ័យល្អពួកកូឡាភូមានៅទីនោះរាប់អានលោកណាស់កាលពី3អាទិត្យមុននេះលោកមានសម្បត្តិមួយច្បាប់មកដល់ខ្ញុំ
សូមឲ្យរើសរោគមនុស្សម្នាក់ទៅធ្វើការលោកចំពោះរូបអ្នកឯងមួយនេះខ្ញុំទុកចិត្តណាស់ត្បិតការជីកត្បូងនីមួយគេត្រូវការតែមនុស្សសុចរិតថ្មោះត្រង់ចៅចិត្តនិយាយថាការងារនេះជាការងារថ្មងថ្មីក្នុងជីវិតរបស់ខ្ញុំបាទគ្រូពេទ្យថាគ្រាន់បើជាងនៅទំនេរមិនទាន់មានការងារធ្វើមែនតែនបើព្រមទទួលខ្ញុំនឹងចាត់បញ្ជូនអ្នកឯងនៅវេលាឆាប់នេះដែលខ្ញុំមានសេចក្តីសង្ឃឹមទុកចិត្តថាអ្នកនឹងខិតខំធ្វើការយ៉ាងម៉ឺងម៉ាត់ជាទីពេញចិត្តរបស់គេពុំខានចៅចិត្តលើកដៃសំពះថ្លែងអំណរគុណដោយសេចក្តីគោរពចំពោះលោកគ្រូពេទ្យក៏សរសេរសម្បត្តិមួយច្បាប់ឲ្យចៅចិត្តហើយលាចុះដើរចេញពីផ្ទះនោះទៅលុះចៅចិត្តបានទទួលសម្បត្តិគ្រូពេទ្យហើយក៏ចាត់ចែងសម្ពត់អាវដាក់ក្នុងវ៉ាលីផ្ដៅនិងអីវ៉ាន់សម្រាប់ធ្វើដំណើរទៅរួចស្រេចហើយក៏ប្រេះដេកសម្រាកដោយសេចក្តីត្រេកអរដល់លើសលប់ក្នុងយប់នោះស្ទើរតែដេកមិនលក់តល់ភ្លឺដល់ម៉ោង5 ជិតភ្លឺនាឡិកាឯផ្សារវិលវាយឮសូរមើងយ៉ាងច្បាស់លាស់រហូតដល់ផ្ទះចៅចិត្តក្រោកឡើងលុបលាងមុខរួចក៏ស្លៀកពាក់យួរវ៉ាលីចុះពីលើផ្ទះដើរសំដៅទៅផ្សារវិលបំរុងទៅឡាងរថយន្តដែលធ្វើដំណើរទៅផ្លូវបាត់ដំបងបៃលិនចៅចិត្តទិញសម្បត្តិកន្លែងរួចស្រេចហើយក៏អង្គុយចាំដល់រាបដល់ពេលរថយន្តចេញពីផ្សារក្រុងបាត់ដំបងទៅវេលាម៉ោង6:15 នាទីរថយន្តក៏បើកចេញសំដៅទៅទិសខាងត្បូងដល់ទៅផ្សារកាស៊ីស្រាក៏បត់ត្រង់ទៅអាលិចតាមផ្លូវបបៃលិនចៅចិត្តអង្គុយមើលភូមិសងខាងមាគានោះមុខគួរឲ្យស្រងេះស្រងោចអណែតអណ្ដូងក្នុងចិត្តជាចម្លែកណាស់នឹកដល់ឪពុកដែលទៅអនិច្ចធម្មទៅថ្មីកាលណាទឹកភ្នែកក៏ជោកជន់ចេញមកតែខំទប់ទល់មិនឲ្យទឹកភ្នែកស្រក់ចុះតល់តែបានដើម្បីការពារកុំឲ្យអ្នកជិះរថយន្តជាមួយគ្នាមានសេចក្តីសង្ស័យមន្ទិលមកលើខ្លួនហើយបន្លំនិយាយសើចលេងកំសាន្តជាមួយនឹងអ្នកជិះទាំងអស់គ្នារៀងទៅឯផ្លូវដែលឡើងទៅស្រុកបបៃលិនមិនសូវឆ្ងាយប៉ុន្មានពីទីក្រុងបាត់ដំបងក៏ពិតមែនតែជាផ្លូវលំបាកបន្តិចត្បិតត្រូវបររថយន្តឡើងកាត់ភ្នំនិងសរសៀរតាមជើងភ្នំខ្ពស់ឡើងហើយកោងបាត់បែនដល់រាបដល់ស្រុកបបៃលិនទោះជាបង្ខំយ៉ាងណាក៏គង់តែរថយន្តរត់មិនលឿនរហ័សដូចផ្លូវរៀបទេចៅចិត្តក្រឡេកមើលទេសភាពតាមសងខាងផ្លូវសឹងដេះដាស់ទៅដោយស្រែចំការដំណាំនិងភូមិស្រុកដោយអន្លើយឃ្លាតឆ្ងាយដាច់ពីគ្នាលុះចិត្តទៅដល់បបៃលិនក៏ឃើញតែព្រៃព្រឹក្សាលតាវលនិងភ្នំតូចធំច្រើនជាអនេកព្រមទាំងសត្វបក្សាបក្សីក៏មានកកច្រើននៅតាមដងព្រៃព្រឹក្សាអស់នោះចៅចិត្តបានឃើញសត្វអស់នោះក៏កើតមានចិត្តសង្វេគនឹកដល់ឪពុកកាន់តែខ្លាំងឡើងស្ទើរតែទប់ទឹកភ្នែកពុំបានលុះរថយន្តបបើកកាត់ព្រៃភ្នំក្រំថ្មជាច្រើនអន្លើយវេលាម៉ោង11ថ្ងៃត្រង់រថយន្តក៏បានទៅដល់ទីផ្សារបបៃលិនដោយស្រួលចៅចិត្តចុះពីលើរថយន្តដើរទៅស៊ើបសួររកផ្ទះលោកភួងរតនសម្បត្តិមានភូមិមាម្នាក់នៅទីផ្សារនោះចង្អុលប្រាប់ថានេះហើយផ្ទះលោកភួងរតនសម្បត្តិនៅឯនោះចម្ងាយពីទីផ្សារនេះទៅប្រហែល500ម៉ែត្រក្បែរមាត់ផ្លូវខាងជើងទៅថ្លោងទ្វារផ្ទះនោះមានសរសេរជាហៅគ្រឹះស្ថានរតនសម្បត្តិអញ្ជើញទៅចោះគង់នឹងឃើញមិនខានចៅចិត្តក៏ចេញដំណើរទៅតាមពាក្យភូមិមានោះហើយទៅឈួររេរានៅមុខផ្ទះដូចមានយីហោខាងលើនេះមួយស្របក់មានកម្មករម្នាក់ចេញពីក្នុងភូមិនោះមកសួរថាអញ្ជើញមករកអ្នកណាចៅចិត្តភ្ញាក់ព្រឺពេលនោះកំពុងឈរមើលភូមិប្រទេសយ៉ាងភ្លើតភ្លើនស្រាប់តែក្រឡេកឃើញបុរសខ្មៅម្នាក់ឈួរសួនក្បែរខ្លួនទៅប្រាប់ទៅថាខ្ញុំមករកលោកភួងរតនសម្បត្តិវេលានេះលោកនៅឬទេបុរសនោះឆ្លើយតបលោកនៅខាងលើផ្ទះបើចង់ជួបនឹងលោកអញ្ជើញតាមខ្ញុំមកហើយបុរសនោះក៏ដើរនាំចៅចិត្តឡើងទៅលើផ្ទះគេប្រាប់ឲ្យចៅចិត្ត
អង្គុយលើកៅអីមួយនៅក្នុងបន្ទប់ទទួលភ្ញៀវហើយដើរចូលទៅក្នុងបាត់មួយស្របក់ក៏លិចមនុស្សចាស់សក់ស្កូវម្នាក់ដើរចេញមកដោយរឹកពី អង្គអាចស្លៀកសារ៉ុងសូត្រពាក់អាវតាមទំនៀមអ្នកនៅផ្ទះពាក់ដំបងដែលនិយាយនឹងចៅចិត្តនោះដូចថាក្មួយមកពីណាត្រូវការជួបនឹងខ្ញុំមានការអ្វីចៅចិត្តសង្កេតដឹងច្បាស់ថាលោកនេះហើយដែលហៅថាហ្វួងរតនសម្បត្តិដែលខ្លួនត្រូវការជួបទៅរំកិលខ្លួនចុះពីកៅអីបន្ទន់ខ្លួនសំពះដោយសេចក្តីគោរពសមគួរឯហ្វួងរតនសម្បត្តិជាអ្នកចំនួនលក់ត្បូងដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុកប៉បៃលិនក៏អង្គុយលើកៅអីមួយចៅចិត្តសង្កេតតាមរឹកពីរបស់លោកនេះយល់ថាជាអ្នកមានអធ្យាស្រ័យល្អចិត្តសប្បុរសគួរជាទីគោរពរាប់អានមែនទៀនប្រុសមានចៅចិត្តឆ្លើយដោយអោនលំតនហើយថាលោកគ្រូពេទ្យស្អាតបានផ្ញើសម្បត្តិមួយច្បាប់មកជួបព្រះតេជគុណពេទ្យស្អាតក្មួយខ្ញុំនោះឬលោកនិយាយតាំងញញឹមតាមដោយលោកជាអ្នកមានអធ្យាស្រ័យរីករាយចនិចហើយសួរថាសម្បត្តិនោះនៅឯណាចៅចិត្តលោកដៃទៅក្នុងហោប៉ាវយកសម្បត្តិនោះជូនទៅលោកហ្វួងទទួលយកសម្បត្តិអានដោយសេចក្តីត្រេកអរលុះមើលចប់ហើយក៏បែរមកពិចារណាមើលទៅលក្ខខណ្ឌចៅចិត្តម្ដងទៀតក្មួយឯងមែនទេឬអីឈ្មោះចៅចិត្តដែលពេទ្យស្អាតបានបញ្ជូនខ្លួនមកឲ្យខ្ញុំទៀនប្រុសខ្ញុំបាននេះហើយចុះក្មួយធ្វើការយ៉ាងនេះបានដែរឬការរបស់ខ្ញុំនេះវាធ្ងន់ណាស់ក្នុងមួយថ្ងៃ5ទៅ6ម៉ោងទៅរួចរូបរាងស្អាតបាតដូចជាក្មួយនេះខ្ញុំយល់ថាទ្រាំការងារមិនបានយូរប៉ុន្មានទេមុខជារត់ទៅផ្ទះវិញហើយមនុស្សដតីទៀតគេទ្រាំធ្វើបានយ៉ាងណាឯខ្ញុំបានគង់តែធ្វើបានដូចគេដែរសូមព្រះតេជគុណកុំព្រួយឲ្យសោះចៅចិត្តពលរ៉ាប់រងយ៉ាងមើងម៉ាត់ពាក្យនេះហើយដែលធ្វើឲ្យហ្វួងរតនសម្បត្តិមានសេចក្តីពេញចិត្តណាស់ហើយចៅចិត្តនិយាយតទៅទៀតថាទៀនប្រុសមនុស្សដែលកើតមកនៅក្នុងលោកសន្និវាសនេះមិនប្រកាន់ការស្រាលឬស្រួលទេខ្ញុំបាទមិនដែលគិតដូច្នេះទេកាលបើខ្ញុំបាទមានកម្លាំងពលឡើងដរាបណាខ្ញុំបាទនឹងខិតខំធ្វើការដរាបនោះទោះបីធ្ងន់ក្តីស្រាលក្តីអ្នកឯងនិយាយនេះត្រូវណាស់លោកហ្វួងរតនសម្បត្តិនិយាយសរសើរហើយថាណាហើយចុះឯខ្ញុំតែងមានការសម្រាប់មនុស្សដែលចង់ធ្វើការចនិចវេលានេះអណ្ដូងត្បូងទិសខាងកើតខ្ញុំកំពុងឲ្យចាប់ផ្ដើមជីកត្បូងមានតម្លៃ1អន្លើយព្រឹកស្អែកនេះខ្ញុំនឹងបញ្ជូនអ្នកឯងឲ្យទៅធ្វើការនៅទីនោះធ្វើការក្នុងគ្រាដំបូងនេះខ្ញុំនឹងតាំងប្រាក់ខែឲ្យអ្នកឯងត្រឹម30រៀលសិនមួយវិញទៀតប៉ុន្តែអ្នកឯងអាចមានប្រាក់ខែច្រើនជាងនេះតទៅទៀតបើខំយកចិត្តទុកដាក់ធ្វើការដោយម៉ឺងម៉ាត់ហើយម៉ត់ចត់ផងចៅចិត្តអោនក្បាលទទួលយល់ព្រមដោយសេចក្តីគោរពម្ដងទៀតក្នុងគណៈនោះមានសូរស្បែកជើងលាន់លឺពីខាងក្រោមឡើងមកលើផ្ទះព្រមទាំងមានសំឡេងយ៉ាងឆ្មាតូចលន់រំពងមកខាងក្រោយចៅចិត្តក៏ចោលភ្នែកក្រឡេកទៅមើលប្រទះនឹងភ្នែកទាំងគូកំពុងតែសម្លឹងត្រង់ចំមកជាដួងភ្នែកប្រកបដោយទឹកដមគួរជាទីចាប់ចិត្តស្នេហាគេមានរឹកពីឆ្មើងឆ្មៃបន្តិចមានកិរិយាល្វោចល្វន់ណាស់សម្បុរបែកសស្អាតមុខមូលក្រឡង់ដោយវងព្រះចន្ទ្រាសូរសំឡេងស្រួយស្រស់ដូចសូររកាំងប្រាក់ដំណើរល្វោចល្វន់ដូចជាផ្កាកុលាបដែលត្រូវខ្យល់បក់បង្វិចនៅកណ្ដាលសួនច្បារដូច្នោះអោល្អអើយល្អម្លេះនេះប្រហែលជាអញយកសបិនឃើញតែដឹងចៅចិត្តភ្ញាក់ស្មារតីលេងសម្លឹងស្រឡាំងកាំងក្នុងពេលដែលលោកហ្វួងស្រែកហៅកូនស្រីនោះឲ្យឡើងមកខាងលើផ្ទះមកឯនោះនារីថ្ងៃនេះប៉ាបានមនុស្សចូលធ្វើការថ្មីម្នាក់ទៀតហើយនាងក្រមុំនារីឈានជើងឡើងកម្មចន្លើមួយភ្នែកសម្លឹងមើលចៅចិត្តដោយកិរិយាឆ្មើងឆ្មៃបន្តិចដែលជាទំនៀមរបស់ស្ត្រីក្រមុំរូបស្រស់ហើយសួរទៅឪពុកថាប៉ានេះឬអ្នកចូលធ្វើការថ្មីរបស់យើងលោកហ្វួងញាក់មកទៅទទួលហើយងាកទៅនិយាយនឹងចៅចិត្តថាចៅចិត្ត
នេះនារីកូនស្រីតែមួយរបស់ខ្ញុំចៅចិត្តលើកដៃសំពះសួរនាងនារីងក់ក្បាលទទួលគំនាប់ដោយកិរិយាឆ្មាងតាមនិស័យរបស់នាងនារីសម្លឹងមើលកម្មករថ្មីរបស់ឪពុកតាំងអំពីក្បាលរហូតដល់ចុងជើងមើលហើយមើលទៀតនៅទីបំផុតក៏លន់មាត់ថាកម្មករនេះស្គមដោយអ្នកញៀនអភិននឹងមានកម្លាំងជីកដីបានឬប៉ាចៅចិត្តការត្រូវស្រីក្រមុំស្ដីដាក់មុខដូច្នោះក៏នឹកអៀនខ្មាស់ណាស់ក្រឡេកចោលកន្ទុយភ្នែកទៅនាងមួយផ្លេតហើយតបទៅថាមនុស្សត្រង់គេមិនដែលសម្គាល់ថាជាមនុស្សល្ងងទេឯមនុស្សស្គមក៏គេមិនសម្គាល់ថាជាមនុស្សខ្សោយដែរស្គមយ៉ាងខ្ញុំបាទនេះមានកម្លាំងខ្លាំងដូចជាមនុស្សធាត់មមដែរគ្រាន់តែមិនសូវមានសាច់ឈាមធាត់បរិបូរតែប៉ុណ្ណោះទេតើនាងនារីធ្វើមុខក្រញូវទំនងខឹងបន្តិចផងដោយនាងមិននឹកនាថាចៅចិត្តហ៊ានឆ្លើយដូច្នេះសោះព្រោះមិនធ្លាប់មានមនុស្សណាមួយក្នុងផ្ទះហ៊ាននិយាយលេងសម្ដីវោហានឹងនាងឡើយលោកភួងរតនសម្បត្តិឃើញកូនខឹងដូច្នោះក៏បញ្ឈប់ថាចៅចិត្តណាស់ហើយឈប់ស្លេះប៉ុណ្ណឹងសិនចុះឯងកំពុងនឿយហត់អស់កម្លាំងទៅរកសម្រាកខ្លួនឲ្យបាត់នឿយហត់សិនទៅ